តាមពិតទៅមនុស្សយើងទើបតែចាប់ផ្ដើមញ៉ាំអង្ករស្រូវសាលីមិនយូរប៉ុន្មានទេអង្ករស្រូវសាលីគឺជាធញ្ញជាតិនៃតំបន់ត្រជាក់ដែលមនុស្សជាតិស្គាល់រាប់ពាន់ឆ្នាំមកហើយប៉ុន្តែពីមុនវាមិនមែនជាអាហារសម្រាប់មនុស្សឡើយវាគឺជាអាហារសម្រាប់សត្វតែប៉ុណ្ណោះហើយអ្វីបានជាពីមុនមនុស្សមិនញ៉ាំអង្ករស្រូវសាលីកាលពីសម័យមុនមិនទាន់មានបច្ចេកវិទ្យាកែច្នៃល្អនៅឡើយធ្វើឲ្យគ្រាប់ស្រូវសាលីមានសភាពរឹងខ្លាំងរហូតដល់មនុស្សមិនអាចញ៉ាំបានលុះដល់សតវត្សទី19នៅពេលដែលបច្ចេកវិទ្យាកែច្នៃអាហារកាន់តែទំនើបអង្ករស្រូវសាលីត្រូវបានគេកែច្នៃឲ្យទន់និងងាយស្រួលញ៉ាំហើយវាចាប់ផ្ដើមទទួលបានការពេញនិយមតាំងពីពេលនោះមកលក្ខណៈពិសេសនៃការដាំដុះអង្ករស្រូវសាលីចូលចិត្តដីធូរប្រើទឹកតិចនិងអាចដុះលូតលាស់បានយ៉ាងល្អក្នុងអាកាសធាតុត្រជាក់ដោយសារលក្ខណៈងាយស្រួលបែបនេះទើបជនជាតិអឺរ៉ុបដាំវាយ៉ាងរីករាលដាលនិងក្លាយជាអាហារពេលព្រឹកដ៏ពេញនិយមបំផុតរបស់ជនជាតិបស្ចិមប្រទេសអត្ថប្រយោជន៍និងការចម្អិនក្នុងសម័យបច្ចុប្បន្នអង្ករស្រូវសាលីសម្បូរទៅដោយ fiber ខ្ពស់ប្រូតេអ៊ីនច្រើននិងល្អខ្លាំងសម្រាប់ប្រព័ន្ធរំលាយអាហារបច្ចុប្បន្នយើងបានអភិវឌ្ឍរហូតដល់អាចយកអង្ករស្រូវសាលីមកដាំស្លដូចជាបាយធម្មតាបានហើយវិធីនេះជួយរក្សាសារធាតុចិញ្ចឹមបានច្រើនជាងការយកទៅធ្វើជាបបរដោយសម័យមុន